មានរឿងមួយដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមួយមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លុញខលណាស់គ្រូក៏ល្ងងណាស់ឆោតណាស់គ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះទៅឆាន់ឯផ្ទះម្ដងណាឡើយលោកនោះក្រលំបាក់ពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លុញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងកូនសិស្សក៏ឡើងជិះដំរីបរទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលគេរក្សាទុកស៊ីបានយូរមិនខូចអាភ្លុញជាសិស្សក៏ទិញអំបិលមួយចុងច្រកការុងស្រាច់គ្រូឃើញសួរថាហេតុម៉េចក៏ឯងទិញតែអំបិលមិនឃើញទិញជ្រៃឆ្អាលត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំប្រកាសណាទិញគ្រូឆោតល្ងងណាស់ក៏នៅស្ងៀមគ្រូឡើងបរដំរីមកសិស្សរែកអំបិលពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអាភ្លុញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាប្រកាសណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជីដំរីវិញចុះអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងទៅជីដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខសិស្សបរដើរទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតទៅដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់រកមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសុំនាំសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះប្រសិនជាមានគេដើរមកចាំឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងផ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់វត្តសួរសិស្សថាហេតុម៉េចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំប្រកាសណាបោះដំរីមកប្រងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដំរីក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលនៅឯណាគ្រូប្រាប់ថាអញលាក់ទុកនៅឯណោះអញកាត់ដើមឈូកដោតជាសម្គាល់លុះព្រឹកឡើងលោកគ្រូក៏នាំកូនសិស្សទៅយកអំបិលមកវិញលុះដល់ប្រាប់សិស្សថាអញលាក់ក្នុងទឹកត្រពាំងសិស្សលន់មាត់ថាម៉ែអើយវារលាយអស់ទៅហើយអាភ្លុញជាសិស្សក៏ចុះទៅយកអំបិលចាប់លើកការុងទាំងពីរឡើងគ្មានឃើញអ្វីសោះព្រោះវារលាយអស់ទៅហើយឯចំណងដែលចងមាត់ការុងក៏ឃើញដាច់អស់ប្រទេសឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការុងមកប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងត្រីមុតដៃនឹងធ្មង់ត្រីជាប់ពឹសត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ដកធ្មង់ត្រីចេញឲ្យឆាប់ត្បិតឈឺអញណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរខ្លាំងពឹសត្រីក៏រឹតតែបណ្ដាឲ្យលោកឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងត្រីកញ្ចុះទៅផងទៅដល់វត្តប្រាប់សិស្សថាអាភ្លុញឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់វាលុះពឹសអន់ចាប់ពើតលោកគ្រូក៏ស្ងំសឹងលក់ទៅឯអាភ្លុញដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនោតនឹងឆ្អិន
ត្រីក្នុងចានគ្របតែវាគ្របមិនអោយចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនឹងត្រីមកឆាន់អាភ្លុញក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេនចេញមកវិញទូថាបាយនឹងត្រីរីស៊ីអស់ហើយនៅសល់តែមួយពំនោកនិងចាំងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្សហើយថាឯងវារីកុំឲ្យវានៅលើកុដអាភ្លុញជាសិស្សក៏វារីមិនឈប់គ្រានោះមានរីមួយទុំចុងច្រមុះគ្រូប្រាប់ថារីវាទុំច្រមុះអញឯងវាឲ្យឆាប់កូនសិស្សក៏វាយតាមពាក្យគ្រូវាយទៅមិនត្រូវរីត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃក្រោយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាភ្លុញជាសិស្សបានដឹងថាគ្រូតាំងពិធីមន្តអាគមដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តដាលោបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វីគ្រូក៏ហកថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទើបរៀនពីគេជាបន្ទាន់នោះលោកគ្រូគិតថាណែអញពូកែមែនបានសិស្សអញវាមកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកមកអញឆាន់មកអាភ្លុញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសនៅលើក្បាលគ្រូស្រែកថាអាភ្លុញហេតុបិចក៏យកថាសមកដាក់លើក្បាលអញសិស្សទូថាខ្ញុំប្រកាសណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លុញក៏ដាក់ថាសលើក្បាលគ្រូទៀតលោកគ្រូថាឯងដាក់ថាសលើក្បាលឯងទៀតហើយសិស្សថាខ្ញុំប្រកាសណាសំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកាសឥឡូវអញក៏ហកវាថាតាំងពិធីសូត្រមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកាសមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចឯអាភ្លុញលុះប្រគិនចង្ហាន់គ្រូឆាន់រួចហើយក៏វាលើកមកបរិភោគខ្លួនឯងថ្ងៃក្រោយមានឧបាសកគេនិមន្តលោកទៅឆាន់ឯផ្ទះអាភ្លុញទូថាបើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះគេសូមកុំស្លៀកស្បោងព្រោះនាំតែចាស់ស្បោងខូចឥតអំពើខ្លុំតែជីពោបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់អ្នកណានឹងមើលឃើញគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកខ្លុំតែជ័យពោមិនស្លៀកស្បោងដោយគិតថាខ្លុំតែជ័យពោបានហើយព្រោះមន្តអាគមអញពូកែណាស់នរណានឹងមើលគេខ្មាស់ឃើញរួចក៏នាំកូនសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បោងអង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់មួយកណ្ដាលវាលឧបាសកឃើញដូច្នោះគេនាំគ្នាសោចហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់ណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជាបន្ទោសសិស្សថាឯងមិនអោយអញស្លៀកស្បោងឥឡូវអញខ្មាស់គេណាអាភ្លុញទូថាលោកគ្រូកុំខ្ញាល់នឹងខ្ញុំប្រកាសណារឿងនេះប្រហែលខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញធ្វើខុសត្រណមត្រង់ដូចម្ដេចអាភ្លុញសួរថាការលោកគ្រូនិមន្តទៅឆាន់ផ្ទះឧបាសកនិមន្តទៅផ្លូវខាងណាលោកគ្រូប្រាប់ថាការអញទៅអញចូលផ្លូវខាងកើតសិស្សថាច្បាស់ជាលោកគ្រូខុសត្រណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំប្រកាសណាថាបើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺសូម្បីមុតក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុតក្រោមដើមស្ពឺបានជាខុសត្រណមសាបអាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះក៏ថាអាភ្លុញអញភ្លេចតមបានជាយ៉ាងហ្នឹងឯងថានោះពិតប្រាកដហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាឥតសង្ស័យតាំងពីកាលនោះមកអាភ្លុញជាសិស្សនៅបំរើដោយសុខសប្បាយទៅ